ផលិតផល OEM ឬការជួររោងចក្រគេឲ្យផលិតទំនិញឲ្យយើងនិងដាក់ម៉ាកសញ្ញាជាខ្លួនឯងគឺជាផ្លូវកាត់មួយដ៏ពេញនិយមសម្រាប់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមព្រោះត្រូវចំណាយទុនដំបូងតិចនិងមិនចាំបាច់បង្កើតរោងចក្រផ្ទាល់ខ្លួនឲ្យអស់លុយច្រើនឡើយផលិតផល OEM ពីរោងចក្រក្រៅប្រទេសដែលដាក់ម៉ាកសញ្ញាឬ brand ផ្ទាល់ខ្លួននោះគឺជាយុទ្ធសាស្ត្រអាជីវកម្មដ៏ពេញនិយមមួយប៉ុន្តែវាក៏មានការប្រឈមមុខនឹងហានិភ័យមួយចំនួនផងដែរទាក់ទងនឹងការគ្រប់គ្រងគុណភាពនិងខ្សែសង្វាក់ផលិតកម្មព្រោះពិបាកធានាថាផលិតផលទី1ទី2និងទី3មានស្តង់ដារដូចគ្នា 100% ឬយ៉ាងណាក្នុងករណីរោងចក្រអាចនឹងលួចផ្លាស់ប្ដូរគុណភាពឬបន្ថយវត្ថុធាតុដើមដើម្បីកាត់បន្ថយថ្លៃដើមរបស់គេទន្ទឹមគ្នានេះក៏មានហានិភ័យទាក់ទងនឹងសង្វាក់ផ្គត់ផ្គង់ផងដែរដោយសារម្ចាស់ brand ពឹងផ្អែកតែលើរោងចក្រក្រៅស្រុកទាំងស្រុងប្រសិនបើរោងចក្រជួបបញ្ហាដូចជាគ្រោះធម្មជាតិឬកោតកម្មនោះអាជីវកម្មរបស់ម្ចាស់ brand នឹងត្រូវរាំងស្ទះតាមនោះដែរសម្រាប់ផ្នែកផ្លូវច្បាប់វិញផលិតផល OEM ក៏មានផលប៉ះពាល់មួយចំនួនផ្នែកផ្លូវច្បាប់ផងដែរក្នុងករណីផលិតផល OEM នោះបង្កផលអសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្នុងស្រុកដូច្នេះក្រុមហ៊ុននាំចូលឬម្ចាស់ brand ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុងមិនមែនរោងចក្រផលិតនៅក្រៅស្រុកនោះឡើយម្យ៉ាងវិញទៀតប្រសិនបើផលិតផល OEM ពីរោងចក្រក្រៅប្រទេសហើយដាក់ brand ជាភាសាខ្មែរដែលយកមកផ្សព្វផ្សាយថាជាផលិតផលរបស់កម្ពុជាគឺជាអំពើភូតផលអំពីប្រភពដើមនៃទំនិញនិងជាអំពើក្លែងបន្លំដែលធ្វើឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំនោះគឺជាអំពើខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវទទួលទោសព្រហ្មទណ្ឌផលិតផល OEM ពីរោងចក្រក្រៅស្រុកក៏មានផលប៉ះពាល់អវិជ្ជមានលើទីផ្សារក្នុងស្រុកផងដែរវាបង្កើតជាសម្ពាធតម្លៃលើផលិតផលក្នុងស្រុកនិងធ្វើឲ្យផលិតផលក្នុងស្រុកបាត់បង់ចំណែកទីផ្សារដោយសារតែផលិតផល OEM មានតម្លៃទាបជាងដែលបង្ខំឲ្យផលិតផលក្នុងស្រុកពិបាកប្រកួតប្រជែងនិងបាត់បង់ចំណូលជាពិសេសនោះផលិតផល OEM ពីរោងចក្រក្រៅប្រទេសទោះបីជាដាក់ brand ខ្លួនឯងជាខ្មែរនិងដាក់ជាអក្សរខ្មែរក៏ដោយផលិតផល OEM មិនមែនជាចំណែកនៃ GDP ឬផលិតផលក្នុងស្រុកសរុបឡើយប៉ុន្តែវាជា GDP របស់ប្រទេសនៃរោងចក្រក្រៅស្រុកដែលផលិតនៅផលិតផល OEM នោះប្រៀប Media ចែករំលែកព័ត៌មាននិងចំណេះដឹង